បាទសូមស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះយើងនិយាយអំពីការអាប់ដេតទៅលើមុខងារនៃការពិនិត្យលេខទៅលើកម្មវិធីខ្មែរ Editor សូមរំលឹកឡើងវិញថាកម្មវិធីខ្មែរ Editor ជាកម្មវិធីជំនួយការពិនិត្យអក្ខរាវិរុទ្ធការពិនិត្យលេខកាត់ខ្ទង់កាត់ក្បៀសមិនត្រឹមត្រូវការបំលែងពីលេខទៅជាអក្សរការពិនិត្យការបច្ឆេទដោយការដកឃ្លាមិនត្រឹមត្រូវការបញ្ចូលការបច្ឆេទដោយស្វ័យប្រវត្តិទាំងចន្ទគតិនិងសូរ្យគតិឬក៏ទាំងពីរតែម្ដងអញ្ចឹងយើងបកមកការពិនិត្យទៅលើលេខជាដោយស្វ័យប្រវត្តិទាំងនៅលើ Microsoft Word និង Microsoft Excel នៅជំនាន់មុនកម្មវិធីរបស់យើងមិនទាន់បានបញ្ចូលនៅឯកតានៃលេខនៅឡើយទេនៅពេលដែលយើងធ្វើការពិនិត្យលេខទៅជាការសរសេរជាអក្សរការអាប់ដេតថ្មីនេះយើងបានបញ្ចូលនៅ Suffix Currency នៅខាងចុងនៃការសរសេរលេខទៅជាអក្សរអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅធ្វើការកំណត់ឧទាហរណ៍ជាក់ស្ដែងតែម្ដងបាទអញ្ចឹងយើងមានលេខខ្មែរនិងលេខអន្តរជាតិអញ្ចឹងមុននឹងពិនិត្យចាំបាច់យើងត្រូវធ្វើការពិនិត្យលេខកំណត់នៃការពិនិត្យលេខជាមុនសិននៅក្នុងនេះយើងតើលេខអន្តរជាតិឬក៏លេខខ្មែរដែលយើងចង់ឲ្យវាបន្ថែមទៅជាអក្សរសរសេរនៅពីខាងក្រោយក្នុងទម្រង់រង្វង់កញ្ចក់បាទអញ្ចឹងគាត់ថាយើងរើសរៀលគាត់បាទអញ្ចឹងនៅខាង check នេះយើង check តែលេខអន្តរជាតិទេអញ្ចឹងករណីដែលយើង check បែបនេះគឺវា suggest តែលេខអន្តរជាតិនោះទេតែបើយើងមានលេខខ្មែរបែបនេះយើងក៏អាច check បន្ថែមពីលើបានផងដែរបាទអញ្ចឹងយើងចង់ឲ្យទាំងលេខខ្មែរនិងលេខអន្តរជាតិទៅជាលេខដែលមានសរសេរអក្សរពីខាងក្រោយស្ថិតក្នុងរង្វង់ក្រចកប៉ុន្តែជាមួយនេះករណីបងប្អូនថាលេខខ្មែរនេះមិនត្រូវតាមទម្រង់ស្តង់ដារអន្តរជាតិទេអញ្ចឹងយើងចង់ convert លេខខ្មែរនេះទៅជាលេខអន្តរជាតិហើយបានឲ្យវាសរសេរអក្សរនៅខាងក្រោយអញ្ចឹងដូច្នេះបងប្អូនអាច check កន្លែងនេះឯងបាទលេខខ្មែរទៅជាលេខអន្តរជាតិបាទកន្លែងនេះយើងអាចបាទcheck ក៏បានមិន check ក៏បានបាទអញ្ចឹងយើងសាកអនុវត្តតែម្ដងតើវាចេញបែបម៉េចបាទអញ្ចឹងនេះគឺជាលទ្ធផលនៃការកំណត់ក្នុង setting របស់យើងដោយសារយើង check ពីលេខខ្មែរទៅលេខអន្តរជាតិហើយយើងបានណែនាំឲ្យវាប្រើប្រាស់នៅទម្រង់កាត់វាបានត្រឹមត្រូវរួមទាំងការបញ្ចូលនៅការសរសេរលេខជាអក្សរស្ថិតក្នុងវងកញ្ចក់ហើយនឹងឯកតា currency suffix រូបមន្តបញ្ចប់នៃរូបិយប័ណ្ណយើងជាទម្រង់រៀលកុដបាទអញ្ចឹងនេះគឺជាលទ្ធផលបាទអញ្ចឹងវាបាន convert ពីលេខខ្មែរទៅជាលេខអន្តរជាតិយើងក៏អាចកំណត់ពីលេខអន្តរជាតិទៅលេខខ្មែរបានដូចគ្នាមកដែរបាទអញ្ចឹងបាទនេះគឺលទ្ធផលយើងអាចបាទឧទាហរណ៍បាទនេះលេខបន្តទៀតយើងអាចចុចបាទហើយនេះគឺជាលេខអន្តរជាតិស្រាប់ហើយបាទអញ្ចឹងយើងអាចចុច replace បាទនេះលេខបន្តទៀតបាទនេះគឺជាលទ្ធផលនៃការ convert ពីលេខខ្មែរទៅលេខអន្តរជាតិឬក៏ពីណាទៅណាក៏បានដែរហើយបន្ទាប់មកយើងបានបញ្ចូលនៅការសរសេរលេខទៅជាអក្សរក្រោមរូបមន្តនៃការបញ្ចប់ដោយកំណត់ដាក់រៀលកុដបងប្អូនក៏អាចដាក់ទៅជាទម្រង់ឯកតាសរសេរ currency suffix នេះជាដុល្លារក៏បានឬក៏មិនបញ្ចូលអីសោះក៏បានដែរអញ្ចឹងករណីបែបនេះវាការសរសេរទៅជាលេខគឺបានតែទម្រង់ប៉ុណ្្នេះឯងគឺយើងមិនមានឯកតានៅខាងក្រៅនោះទេអញ្ចឹងសង្ឃឹមថាការអាប់ដេតនេះនឹងធ្វើឲ្យបងប្អូនកាន់តែងាយស្រួលនៅក្នុងការប្រើប្រាស់ការសរសេរលេខច្រើនហើយទៅជាអក្សរដោយស្វ័យប្រវត្តិហើយ support ផងដែរទៅលើ Microsoft Word និង Microsoft Excel សូមអរគុណសម្រាប់ការគ្រប់គ្រងកម្មវិធីខ្មែរសូមអរគុណសម្រាប់ការទស្សនាពីដើមរហូតដល់ទីបញ្ចប់